នៅក្នុងคลิปនេះខ្ញុំសូមបញ្យល់ឡើងវិញពីបណ្ដាំផ្ដែរបស់មេត្តាមហានគរក៏ដូចជាបណ្ដាំដូនតាខ្មែរដែលលោកបានឆ្លាក់បង្ហាញក្នុងផ្ដែមួយយើងតែងតែឃើញមានយក្សគ្រប់ផ្ដែភាគច្រើននៃផ្ដែតាមប្រាសាទនានាផ្ដែនេះគឺមកពីផ្ដែផ្ដាំហេតុដែលបានលោកផ្ដែផ្ដាំព្រោះលោកបានបន្សល់ផ្ដែនេះនៅលើសសរពេជ្រដែលត្រទល់នេះគឺជាសសរពេជ្របើរបស់ដែលត្រណាមានឈ្មោះថាពេជ្រមានតម្លៃស្មើពេជ្រតើរបស់ដែលនៅលើពេជ្រនេះណាដែលនៅលើពេជ្រនេះដែលនៅលើសសរពេជ្រតើមានតម្លៃស្មើអ្វីទៅយើងដាក់សំណួរសួរទៅយើងយល់ថាបើជើងត្រណប់សសរត្រមានឈ្មោះថាពេជ្រទៅហើយដូច្នេះរបស់ខាងលើវាមានតម្លៃថ្លៃជាងពេជ្រណារបស់ក្នុងលោកដែលមានតម្លៃជាងគេគឺពេជ្រតើអ្វីថ្លៃជាងពេជ្រដែលថ្លៃជាងពេជ្រគឺកែវភ្នែកនេះឯងបើយើងមិនមានភ្នែកទោះបីជាគេយកអំបែងកែវគេយករបស់តែភ្លឺចាំងស្មើនឹងពេជ្រគឺរឹងស្មើនឹងពេជ្រហ្នឹងយកមកឲ្យយើងក៏យើងមិនដឹងដែរដូច្នេះសំខាន់គឺភ្នែកដូច្នេះរបស់នៅខាងលើនេះដែលនៅលើពេជ្រនេះដែលនៅលើតំណពេជ្រលើអក្សរពេជ្រនេះមានតម្លៃស្មើនឹងកែវភ្នែកហ្នឹងគឺសំដៅទៅលើកែវភ្នែកទាំង12ដែលយក្សបានខ្វេះយកទៅហើយនៅសល់តែភ្នែកមួយជាងដូច្នេះបណ្ដាំផ្ដែនេះលោកបានបញ្យល់ប្រាប់ថានៅក្នុងរូបនេះមានយក្សដ៏ធំមួយណាហើយមានដៃយក្សកំពុងលើករាជសារបញ្ចូលទៅក្នុងមាត់យក្សវិញហេតុអីអ្វីបានជាលក្ខយក្សហ្នឹងព្រមលើករបស់ដែលខ្លួនលេបបានខ្លួនបានដាក់ទៅហើយលើកលេបទៅវិញណាដោយសារមានបរិសម្នាក់នេះណាយើងមើលមានបរិសម្នាក់នេះនៅកណ្ដាលនេះណាលោកធ្វើជាអាជ្ញាកណ្ដាលដើម្បីបញ្ចប់ពេលវេលាអ្នកទាំងពីរគឺយក្សខាងលើហើយនឹងនាគក្បាល3ខាងក្រោមនាគក្បាល3នេះហើយដែលជានិមិត្តរូបតំណាងឲ្យសេរីទាំង3ប្រការនេះដែលសេរីទាំង3ហ្នឹងធ្វើឲ្យកបិលមហាព្រំទាំងមេតាទាំងបិតាលោកបាត់ខ្លួននៅសល់តែក្បាលណាតើមកពីហេតុអីណាខ្ញុំបានបញ្យល់ហើយនៅក្នុងបណ្ដាំមេតាមហានគរទាំង4ភាគរួមទាំងបណ្ដាំសាសនាធនជ័យនៅក្នុងគេហទំព័រនគរខ្មែរ .info ដូច្នេះបរិសម្នាក់នេះគាត់ឡើងមកបញ្ចប់ពេលវេលាអ្នកទាំងពីរណាខាងលើនិងខាងក្រោមគាត់មកធ្វើជាចំណុចកណ្ដាលបានន័យថាគាត់សុខចិត្តណាអធិដ្ឋានក្បាលរបស់គាត់ហ្នឹងឲ្យទៅយៈដើម្បីបញ្ចប់ពីអ្នកខាងក្រោមនេះជប់ឲ្យយៈហ្នឹងធ្វើបាបអ្នកខាងក្រោមទាំង3នេះណាបាប3នេះគឺសេរីទាំង3ប្រការណាលើកទី1នៅលើមុខយកទឹកលើមុខលើកទី2នៅលើទ្រូងយកទឹកលាងទ្រូងលើកទី3នៅលើជើងយកទឹកទៅលាងបាតជើងតែយើងមិនដែលបានលាងបាតជើងនេះគឺយើងលាងខ្នងជើងនៅលើខ្លួនមនុស្សមានខ្នង3គឺខ្នងជើងខ្នងដៃនិងខ្នងធំបើកូនខ្មែរលាងតែខ្នងតើធ្វើម៉េចកូនខ្មែរអាចស្គាល់បាតជើងកូនខ្មែរអាចស្គាល់បាតដៃកូនខ្មែរអាចស្គាល់មុខបាននេះជាប្រស្នារឿងសេរី3ប្រការដែលនិយាយពីកាលទាំង3ពេលនេះខ្ញុំបញ្យល់ពីពេលដែលយៈចាប់ផ្ដើមលើករាជបញ្ជាបញ្ចូលទៅក្នុងមាត់វិញបានបែងភាគទៅជាទ្វារ3ណាទ្វារ3ទ្វារទី1ទ្វារទី2និងទ្វារទី3ដូច្នេះបរិសនេះត្រូវនាំតែយើងហៅថាព្រះវិស្ណុឬព្រះឥសូរឬព្រះព្រហ្មហ្នឹងឬព្រះពោធិសត្វលោកេស្វរៈបរិសនេះត្រូវបើកទ្វារណាទ្វារទី1ណាទ្វារទី1នេះដែលសត្វគុជសីនេះណាមានប្រមោយជាតម្រៃសត្វគុជសីនេះគឺជាសត្វប្រស្នាណាប្រស្នាដែលសត្វទាំងពីរបញ្ចូលគ្នាគឺតម្រៃហើយនឹងរាជសីបញ្ចូលគ្នាបានឈ្មោះជាសត្វគុជសីពាក់កណ្ដាលតម្រៃពាក់កណ្ដាលរាជសីដែលលោកបានឆ្លាក់ទុកនៅប្រាសាទបន្ទាយស្រីហ្នឹងដែលរាជសីមានតែជើងមកកើតក្បាលនៅក្បាំងខ្លែងខាងលើបើកទ្វារទី1ណាបរោះហ្នឹងបាននាំនាគណាចេញលើកទី1តែនេះបានបែរចូលមកក្នុងមកខាងក្នុងបានន័យថាបែរចូលមកក្នុងនគររឿងបែរចូលមកក្នុងនគរហើយក្នុងបណ្ដាទ្វារមួយគឺមានខណ្ឌមួយណាតងការដែលខណ្ឌណាខណ្ឌរឿងណាបើកម្ដងគឺខណ្ឌម្ដងទ្វារទី2ក្នុងបណ្ដាទ្វារមួយនេះគឺមានរយៈកាល3ឆ្នាំណាពីទ្វារទី1ទី2និងទី3ទ្វារទី1ហាក់ដូចប្រៀបដូចជាសេរីទី1នៅលើមុខណាតែណាកាលគាត់អធិដ្ឋានជីវិតឲ្យទៅយៈដំបងរូបរាងគាត់ធំពេលដែលគាត់ដឹកនាគចេញមកវិញរូបរាងគាត់តូចហើយគាត់ចែកចន្លោះជា3ថ្នាក់ថ្នាក់ក្រោមថ្នាក់កណ្ដាលនិងថ្នាក់លើដូច្នេះការបើកនេះបើកនាំស្ត្រីដែលចេញនាគនេះនាគឬក៏ព្រះមេតានាគនេះចេញពីទីឃុំគឺមិនមែនចេញតាមទ្វារប្រសើរទេគឺចេញតាមទ្វាររូងកណ្ដោសនេះដែលបានអំណាចនៃទឹកបាយរបស់នាងទាំង12នេះបានកណ្ដោសហ្នឹងកាយរូងឲ្យនាងទាំង12ដែលជាម្ដាយពុទ្ធសែនហ្នឹងចេញតាមរូងកណ្ដោសដូច្នេះ
នេះក៏មិនខុសពីរួមកដោសដែរគឺទីចង្អៀតណាចេញមកគឺចង្អៀតបើយើងមើលកដោក្បាលនេះហ្នឹងសឹងថាมันអាចចេញរួចប៉ុន្តែគាត់ប្រឹងលូនចេញដូចជាបត់ដែលប្រសូតចេញពីទ្វារមានម្ដាយអញ្ចឹងណាគឺប្រឹងលូនចេញដល់មកខាងក្រោមបានរីកធំណានេះទ្វារទី1សេរីទី1នៅលើមុខ3ឆ្នាំក្រោយបើកបានទ្វារមួយទៀតសេរីទី2នៅលើទ្រូងណាបរោះហ្នឹងនៅទៅដល់ហើយនៅក្នុងមួយខណ្ឌហ្នឹងគឺមកចន្លោះហ្នឹងពីចន្លោះទ្វារ1ទៅចន្លោះទ្វារ1គឺរយៈពេល3ឆ្នាំប៉ុន្តែនេះមកដល់សេរីទី2ណាសេរីទី2ចំណុចកណ្ដាលរបស់សេរីទី2គឺផ្ចិតអញ្ចឹងបើចំណុចរបស់មនុស្សនៅត្រង់ផ្ចិតបានន័យថាសេរីទី1និងទី2ខាងលើប្រើរយៈពេល6ឆ្នាំអញ្ចឹងពីផ្ចិតមកដល់ចុងជើងត្រូវប្រើរយៈពេល6ឆ្នាំទៀតណាដូច្នេះទ្វារទី3នេះត្រូវបំបែកខ្លួនជា2បានដើម្បីឲ្យស្មើនឹងទ្វារទី1និងទី2ណាដូច្នេះយើងមើលរូបណាលោកបង្ហាញណានាគចេញមកឈប់បែរចូលមកក្នុងហើយឈប់បែរចូលមកក្នុងនគរហើយឬក៏ឈប់បែរចូលមកក្នុងផ្ទះហើយទីងឹតហើយគឺបែរចេញទៅទីភ្លឺណាទៅខាងក្រៅណាទ្វារទី1នេះនេះគ្រាន់តែចាប់ដើមបើកទ្វារទី4ទី3ក៏គាត់ណាប្រាប់ថាមានមួយខណ្ឌដែរណានេះខណ្ឌទី1ខណ្ឌ1ហ្នឹងមកចន្លោះទ្វារ1ខណ្ឌទី2ចន្លោះទ្វារទី2និងខណ្ឌទី3ចន្លោះទ្វារទី3ប៉ុន្តែទ្វារទី3នៅក្នុងទ្វារទី3ហ្នឹងបំបែកមួយទៀតគឺនេះបានបរោះហ្នឹងធំខ្លួនធំណាហើយចេញតែឯងហើយសួរថាមុននឹងបរោះហ្នឹងអាចចុះមកបើកទ្វារនឹងបាននេះត្រូវរំណាប្រាប់បង្ហាញថាខ្លួនហ្នឹងគឺជាអ្នកមាននិស័យនៅក្នុងសិល្បៈណាជាអ្នកទទួលមរតកអប្សរាជាអ្នកបើកអាត់កំបាំងម្រាមដៃ5ហ្នឹងណាប៉ុន្តែដៃអោបណាអោបនេះបើយើងមើលមួយផ្លែតដូចជាកំពីតែបើមើលអាយុគឺក្តារវីបានន័យថាបរោះនេះគឺជាជាងសំណង់ឬក៏ជាងចម្លាក់ឬក៏អីចឹងទៅគាត់មានក្តារវីអោបក្នុងដៃមានស្លាបព្រាមានអីចឹងទៅអញ្ចឹងទ្វារចុងក្រោយនេះតែពេលដែលគាត់បើកណាបើកចុងក្រោយនេះគឺគាត់អាចអង្គុយលើនាគហើយនាគនឹងបង្ហាញរិទ្ធធំណាហើយមានកូនស្វាមួយជួយទ្របលាំងនឹងនាំចេញណាកូនស្វាតូចមួយនេះហាក់ដូចជាថាខ្លួនឯងមានអំណាចអាចនាំអាត់កំបាំងនឹងចេញបានណាហើយមិនបានងាកមើលមកលើថាតើព្រះវិស្ណុដែលដឹកនាគចេញហ្នឹងណាឬក៏ព្រះកេសវរៈឬក៏ព្រះឥសូរដែលនាំនាគចេញពីអំណាចយយៈនេះមិនដឹងថាប៉ុន្មានទេគឺមិនដឹងទេណាបានត្រឹមតែហែហមអមដំណើរចេញបើយើងមើលរូបបណ្ដាំផ្ដែមកផ្ទាំងនេះទើបយើងយល់ថាទ្វារនេះគឺចង្អៀតហើយទ្វារនេះយើងតែងឃើញនៅប្រាសាទប្រកែវឃើញនៅប្រាសាទប្រកួតដែលលោកឆ្លាក់រឿងស្តៀងយ៉ាងនេះប៉ុន្តែរឿងទាំងអស់គឺមិនចប់ទេគឺមានតែផ្ដែនេះដែលបង្ហាញលក្ខណៈគ្រប់គ្រាន់ដល់ហែផ្ដែដតីទៀតគឺมันអាចបង្ហាញលក្ខណៈគ្រប់គ្រាន់ទេដូចជាផ្ដែនៅប្រកូឬក៏ផ្ដែនៅប្រាសាទប្រកែវអីគឺអត់គ្រប់គ្រាន់ណាប៉ុន្តែផ្ដែនេះខ្ញុំមិនដឹងថានៅប្រាសាទណាទេគ្រាន់តែខ្ញុំបានឃើញនៅក្នុងសភៅរបស់ជនជាតិបរទេសដែលគេបានបោះហើយមើលនេះមើលខណ្ឌដែលបំរុងដែលធ្លាក់មកដែលធ្លាក់មកខណ្ឌចែកទ្វារមួយនេះខណ្ឌនេះបានត្រឹមតែធ្លាក់ប៉ុណ្ណេះទេគឺមិនអាចខណ្ឌទៀតទេព្រោះរឿងបានត្រូវបញ្ចប់ទៅហើយយើងសួរថាតើយៈជានរណាណាយៈនេះដែលយើងតែងតែឆ្ងល់ថាតើយៈជានរណាហើយយៈនេះតែងតែស្រែកអពេលដែលគេរោស្គរណាពេលដែលគេរោស្គរឡើងយើងតែងឮសូរអ្នកសិល្បៈស្រែកថាយៈអហេតុអីបានជាយៈអសប្បាយម្លេះណាយើងមើលរូបប្រស្នារបស់លោកណាពេលដែលគាត់រួចពីទោសហើយនេះនាងនាគនេះគឺមេដាមហានគរលោកនេះជាពពិលពីសម័យដើមណាពពិលហ្នឹងប្រែមកថាស្រមោលណាពពិលពីសម័យដើមគឺស្ត្រីម្នាក់ណាគង់លើនាគណាប៉ុន្តែក្រោយមកគាត់ជាប់នឹងទោសយៈតែពេលដែលគាត់រួចវិញពពិលនេះបានបង្ហាញថាឆាប់ប៉ុនរាំងសីគឺរស្មីនៃឥទ្ធិពលដែលចេញពីសក់របស់គាត់ហ្នឹងគឺសក់ក្រអូបហ្នឹងគឺផ្សាយភាយពេញពិភពលោកហើយគាត់អាចផ្សាយភាយបានដោយសារអីដោយសារគាត់បានអង្គុយលើយៈវិញហើយបានន័យថាគាត់ឈប់នៅក្រោមអំណាចយៈទៀតហើយយៈលែងចាប់គាត់ឃុំបានដូចជាសម័យមុនទៀតហើយណាលែងចាប់ឃុំគាត់បានលែងចាប់លេបគាត់បានទៀតហើយអ្នកដែលអាចជ្រោងគាត់បានគឺមានដូចខ្ញុំបញ្យល់អញ្ចឹងថាមានតោហ្នឹងជានិមិត្តរូបហ្នឹងគឺជានិមិត្តរូបតោឬសីហៈឬក៏អាត់កំបាំងឬក៏អាត់កំបាំងសីហៈនៅក្នុងទំនេរសុកសៅនោះហើយគាត់ប្រាប់ទៀតថាក្នុងបណ្ដាកូនទាំងអស់ហ្នឹងគឺមិនបានជួយគាត់បានទេមិនអាចជួយគាត់បានទេបានត្រឹមតែលើកដៃចោលគេណាហើយគាត់ប្រាប់ថាកូនគាត់សម័យក្រោយស្រីទាំង7នាក់ដែលហែគាត់ក្នុងមួយឆ្នាំហែគាត់មកប្រកាសបាន3ថ្ងៃនេះហែព្រំដែលមានតែក្បាលនេះនៅក្រោមជើងយៈនេះណានេះក្បាលព្រំមុខព្រំនេះនៅក្រោមជើងយៈនៅសល់ក្បាលហ្នឹងអ្នកដែលហែទាំង7នាក់ហ្នឹងនៅថែរក្សា មរតកគាត់នៅសល់តែមួយទេដែលនៅស្លៀកសម្ពុតណានៅស្លៀកសម្ពុតគឺនៅតែមួយទេក្នុងបណ្ដា
สตรีแตงผมปีนั่นเทพธิดาแตงผมปีในไทยราชาหมดดอกก็แต่มวยเต๋จำนายปรับมวยที่คือนอมเนียเสียเขาตามแย่หายนะยังเหมือเสียเขาใกล้สมัยขังกราวนี่ก่อนปรับทาสมัยขังกราวคือสตรีแต่งลายนอมเนียเสียเขานะปีมนเขาไว้แล้วแรงเวย้ายเขาใกล้เขาแต่ดอเจ็ดดอลเลียนเนาะเนี่ยส่วนทาเสียตามนะคือเสียตามแย่ยังมือแย่นะคือเนี่ยจังบานทาเรื่องโลกประดับสถานตกหนอกหนองรูปนะเป็นนายยังอาจบ่มใบรูปมีบ้านยังหนึ่งโยลทาตาแย่เจียนนาให้ยังบรรทอตัดเตียนหาตาเป็นไรกอดเนี่ยมันมีเนี่ยกอดนาแต่ไอ้เนี่ยเป็นเนี่ยเป็นกอดนี่เกิดสมัยกอดใบเพี้ยเนาะอาเจ้งมาจูโกนบ้านคือสมัยโกแต่ใบทรายปูนอกน้องกำนัดให้ระบบเนี่ยการตูจันลูกเจือตะควันนั้นแต่แตงจะล่างมาจูบสดนั้นเป็นนาบานจูบสดนะโกรงเรื่องสดมีอายุเป็นนาแต่สดแบบบานจูบกอดเต้คือนะโกการก็ยกสดอยู่ตากอดเจตนาเนี่ยกอดนั่นคือเจือแต่รูปเปรียบแต่ยังปรับทางกอดเจียใบทรายปูเจียใบทรายเนี่ยเจียแปรนั่นไงแต่ไทยแต่ซาหมดกอดมันเตอร์นานะคือกอดแตงแต่ลางมาจูบแต่กลายมากอดมันอาจลางบานโปรหัดไอ้โปรเนี่ยโปรกอดมันอาจบางที่บานเต้โปรกอดจวบอ่ะกอดมันอาจเงือบอ่ะกำลังในรัฐบอกกอดมันอาจจะผูกเกดังอัดกำบังกอดหายนะที่สาวเชียวเกดังหายเกดังปีอัดกำบังตามันเยอะเนี่ยสระทามีใบทรายปูแตงแต่ลางมาจูบสลายหนังจังกีเตอร์ตามสวายโรคอัดกำบังใบทรายปูจีนนะโหกีตามเราจงกล้าเคยนอัดแต่จังมันกีถือเปรี้ยดับผมใบหัดนั่งนำใบสันทบเนี่ยนอัดแต่นั่งอ่ะนี่รูปนับนมจีโซนะให้ได้กินเยอะได้แต่เยอะนี่มันจับเนี่ยนาทีเยอะนี่คือจับถึงเต่านะเต่าปีนั่นอ่ะคือดังหามินแต่ตีกรงเต่าปีนั่งที่แต่ไอ้บ่มใบอัดกำบังเสียไรอย่างใบประกาหนังบานนะจังเหมือนนุ่มเหมือนเนี่ยนั่นคือเราขนมและคล้วนเราขนมตีกรงเต่าปีนะหรือก็นกรู้เราขนมตีกรงเต่าปีนะตีกรงใส่หานั่นปันแต่แล้วเนี่ยเยอะนั่งบานจับเต่านั่งตีนจืดไอ้ส่วนเต่านั่นอ่ะจังบางบางหางอย่างนะคือบางหางมนุษย์ได้ชอบเราขนมเนี่ยใส่ม้าเนี่ยไอ้ยังหาวทาสิมานั่งบังการตะเกียซอยอนนั่งให้คือจองสตรีนั่งนะเคยเนี้ยเคยสตรีนั่งเราจวบเราต้องอันไตตะกาแล้วคือเอาไว้ได้ก่อนลองพอเตานั่งนะอันไตตะกานั่งคือจวบนั่นจวบเรานั่งร้องจำเนี่ยบอกกูมาเนี่ยนั่งอ้าคุยเลือกกระบาลเยอะบานในตาชินเนี่ยเยอะนั่นคือได้สายได้สายกอดเฮียนน่ะได้ยมปัญญาเราต้องได้หมดนั่งกอดบานปกกูchỉ vật con nó ao thì dạng chắc dạng thời để tranh con này nè cô dạng con là lanh chỉ vật đây tại conมันlanh chỉ vật đấy con hiên lẹ chỉ vật nó đầm bấy chui sợi trai chẳng bay đường ănกับบางsợi chẳng bayคือsợi bayปากกาnèปันแต่เนี่ยchẳng bay nó chọp nó không khum nó lại nèปันแต่สตรีchẳng bay conสังคมท่าเนี่ยจงบ่รอนังล้างconสังคมท่าบ่รอนั่นนังอ้ายช่วยกอดบานนะปีอำนาจเยอะนะhay dừng mưa rụng nắng dừng mưa mà plét hạ đôi chia chạmมันtoàn hai càng lơ tại tam phần này ní chia tùng ngôn này caสังกอดเรื่องนะกะบัดเรื่องกาสันทบเรื่องนะมันแมนกอดสลับมันตอนหายthếกอดจังออยยังโยลปีเอาไว้ได้บานบัดได้บานทบเรื่องจังบานโลกนี่เตี้ยนเรื่องอ่ะก็อ่ะควันเนี่ยนี่เตี้ยนตกนำไปจังปราบทามาได้จังกรอยคือหนึ่งเป้านั่นบานจวบนกน้องสโกเยอะเป็นนะได้เฮาเยอะมาโยสำนักยังตายกูสโกนะกลางเรื่องนะกูสโกเฮาเยอะไปได้กูสโกเฮาเยอะนั่งอ่ะเยอะตั้งแต่อ๋อanh bàn liệp cả đã thiệt hơi anh bàn chấm này thiệt hơi chẳng niềng pâu đó cứ chia chấm này trong cõi là bỏ ghẹ bàn tay niềng pâu mình bàn slap tế đại xã bàn à quạ về chuối ta à quạ chia là ná nè à quạ nó không chấm lạ lúc prap thả à quạ ní cứ chia một nút đây mình miền này nè một nút đây mình miền này hiên lang tỏ tăng chỉ một đường ghẹ cài máu bàn thẹn ghẹ là đối từ dựng đăng tha một đoạn trong cõi bỏ dướng cứ đặt cố đặt kéo nè buồn cầm pí nó lừa tiền nó trâu ghẹ lên cho được không của họ rồi tôi cho nên hai ở đây là dương bàn đăng hàng cõiสมัยได้เกิดยกประโคประแก้วนะยังบานดังคือดังของถิ่นเงินโปรหายไอเรายังมือตามลำโพงประสาทโบราณขมายเติมยังสังเวยจังเมกนี่ตัวครวนเนี่ยนะครวนเนี่ยมวยนะลบกุมครวนเนี่ยบานตัวเชี่ยลำโพงคือสการเนี่ยแต่ยังสับไงยังเปราะเบื้องสการเนี่ยสมัยนี้ยังแรงเปราะให้นะปู่ยังแรงไทยละซามรดกอัจฉริยะนี่ให้ปันใต้เราขนมครวนเนี่ยมวยคือมีกระบาลเยอะบาลเยอะนั่งจีนน่ะได้เล็บบัดบังนะผลลื้อนะบังโกรบไปเลยยังนะได้กบาลเนี่ยนี่ยังตายเคยหนกนองทลางได้เราดักตึกสำหรับสมาชิกสภาหกนองสมบัตินั่งยังเคยกบาลเยอะนั่งหนกนองทลางนั่งยังเคยกบาลเยอะนั่งเราเลยตำโบเปล่าเฮียยังเคยกบาลเยอะนั่งอ่ะเนี่ย
nó tam rục đaiទាំងឡាយតែយើងអត់ដឹងថាយៈនឹងជាណាដោយសារយើងមិនបានរុករកណាប្រវត្តិដូនតារបស់យើងអញ្ចឹងបានថាដល់ពេលយើងចាប់ដើមមើលពិនិត្យមើលបានយើងគួរឲ្យសង្វេគទៅដល់បុព្វបុរសយើងទៅដល់ដូនតាយើងដែលលោកនាគមានតែខ្លួនតែយៈណាក្បាលត្រូវយៈលេបហើយយៈនេះក្បាលយៈនេះយើងតែងនៅឃើញតែខ្ញុំដែលបញ្យល់ថានៅលើថ្លាងនៅលើឆ្នាំងហ្នឹងឆ្នាំងសម្រិតហ្នឹងនៅលើទ្វាររបស់ចិនបុរាណហ្នឹងយើងតែងតែឃើញក្បាលយៈហ្នឹងដូច្នេះយើងនឹងដឹងថាតើយៈហ្នឹងជានរណាហើយណាដល់ពេលណាយើងមើលរូបភាពនឹងយល់អញ្ចឹងបរោះខ្វាក់ហ្នឹងដែលលោកបាននិទានរឿងអាខ្វាក់អាខ្វិនហ្នឹងគឺដើម្បីអីដើម្បីឲ្យដឹងថាបរោះហ្នឹងគឺនៃខ្វាក់ណាឃើញទេតែលោកមានមហិច្ឆតាមួយគឺអាចច្បាំងនឹងយៈឈ្នះណាពេលណាធាក់យៈឲ្យដួលហើយទៅយៈហ្នឹងដួលហើយក្អែចេញនៅព្រះគោព្រះកែវក្នុងក្បួនកំពីឬទេអញ្ចឹងសួរថាតើពីមុនមកណាអ្វីដែលយើងដឹងតើដឹងរឿងអីទៅបើយើងទាំងអស់គ្នានៅក្នុងពោះយៈហ្នឹងដូនតាយើងនៅក្នុងពោះយៈហ្នឹងតើយើងដឹងរឿងអីទៅបានន័យថាយើងជាកូនរាកន្លងដូច្នេះហើយទើបលោកទុកប្រស្នាអកអំបោតុំកំបោណាពេលណាម្ដាយពោះធំយកតុំកំបោនេះមកសៀតចង្កេះដើម្បីការពារកុំឲ្យកូនកើតមកគ្រាកន្លងឬរាហូបាំងពន្លឺណាពេលដែលមានច័ន្ទគ្រាសូរគ្រាហ្នឹងសួរថាតើការពារបានដែរឬទេថាការពារមិនបានទេបើសិនជាការពារបានណារបស់ទាំងអស់ហ្នឹងវាត្រូវនៅខាងក្រៅហើយមិនចាំបាច់ចាំមនុស្សខ្វាក់ម្នាក់នឹងកើតឡើងទៅរបស់ហ្នឹងមកនៅខាងក្រៅទេដូច្នេះនេះជាប្រស្នាដើម្បីអីដើម្បីលោកចងទុកចងដើម្បីឲ្យយើងមកមើលរឿងចុងបញ្ចប់ដែរព្រោះប្រាសាទនេះគឺប្រាសាទបន្ទាយឆ្មានេះព្រះបាទជេរម៉ាន់ទី7លោកកសាងដើម្បីឧទ្ទិសទុកឲ្យកូនអញ្ចឹងកូនខ្មែររាល់រូបចង់ដឹងពីសាវតារបស់ខ្លួនត្រូវទៅមើលរឿងរបស់ខ្លួននៅក្នុងប្រាសាទបន្ទាយឆ្មាហើយលោកប្រាប់ថាពេលដែលចម្បាំងនាខ្វាក់ហើយនឹងយៈកើតឡើងណានាខ្វិននាំគ្នារត់ចោលគាត់អស់ហើយឃើញឃើញនាខ្វិននាំគ្នារត់ចោលគាត់អស់ហើយអញ្ចឹងនៅតែឯងអញ្ចឹងមានតែមនុស្សម្នាក់ហ្នឹងទេដែលអាចដឹងអត្តកំបាំងយៈលេបមរតកដូនតាហើយលោកប្រាប់ទៀតថាយៈនេះណាបើយើងមើលតែមួយកំណាត់ណាបើយើងមើលតែមួយកំណាត់យើងថតតែមួយកំណាត់មើលយ៉ាងដូចណាយើងគិតថាយៈនេះកំពុងតែលេបណាកំពុងតែលេបរបស់ទាំងអស់នឹងចូលក្នុងពោះណាព្រោះហេតុអីព្រោះយៈនេះស្ដាយកំអួតឬក៏ទាញដៃទាំងពីរយៈហ្នឹងគឺហាក់ដូចជាកំពុងលេបតែបើយើងមើលរូបជាទូទៅទាំងអស់បានយើងដឹងថាតាមពិតមិនមែនលេបទេគឺក្អែចេញមកវិញហើយព្រោះមានមនុស្សម្នាក់នេះមកធាក់យៈដួលតែយៈនេះនៅខាងចំហៀងខាងនេះមានគាត់គេឆ្លាក់រូបគាត់ដៃ16 ពីដង32ដែលមានកូនក្មេងមួយទូចនៅអង្គុយលើបាតដៃយៈដែលខ្ញុំតែងតែបង្ហោះជារឿយដើម្បីឲ្យកូនខ្មែរមើលឲ្យពិចារណាណាតែដូនតាលោកឆ្លាក់ប្រស្នានេះទុកឲ្យអញ្ចឹងបានន័យថាទោះបីជាក្អួតចេញមកហើយក៏យៈនៅតែស្ដាយដែរស្ដាយកំអួតខ្លួនឯងតើក្នុងโลกនេះមានសត្វណាដែលស្ដាយកំអួតខ្លួនឯងតែនៅក្នុងរូបនេះលោកឆ្លាក់ឲ្យយើងមើលថាគេស្ដាយកំអួតព្រោះគេមិនចង់ឲ្យមរតកទាំងអស់ចេញពីក្នុងពោះគេទេគេចង់ឲ្យមរតកទាំងអស់រួមទាំងកូនខ្មែរទាំងអស់ហ្នឹងនៅក្នុងពោះយៈហ្នឹងណានៅងងឹតនៅត្រូវរាបាំងកន្លងងងឹតបន្តទៅទៀតនៅក្នុងរឿងដូចគ្នាដែរនៅក្នុងប្រទេសខ្មែរយើងមានបាតដៃមួយសប្តាហ៍នៅក្នុងសារមន្ទីរណាមានកម្ម12ណាកម្ម12គឺភ្នែកទាំង12អ្នកណាមានបាតដៃកម្មទាំង12នេះទើបអាចបើកទ្វារបញ្ឆោតគ្រប់ប្រាសាទដែលមានការច័ន្ទ5ហ្នឹងគឺសោការច័ន្ទ5អាចបើកបានចំណែកនៅប្រទេសគេក៏គេមានបាតដៃដូចយើងដែរប៉ុន្តែมันមានកម្មទេដូច្នេះគេមិនអាចបើកអត្តកំបាំងប្រាសាទថ្មលើពិភពលោកបានទេអញ្ចឹងមានតែខ្មែរប៉ុន្តែគេសង្ឃឹមថាថ្ងៃក្រោយណាពូជនាគហ្នឹងនឹងកើតឡើងណានេះនាងនេះកូនដៃនាងដៃចង្អុលខ្មោចចង្អុលដៃមេដៃមានតែពូជនាងនាគហ្នឹងទេនេះនាងហ្នឹងនាងដៃហ្នឹងបញ្ចេញមកចេញពីក្បាលនេះមានតែពូជនាងនាគហ្នឹងទេដែលជាអ្នកសន្សំនៅបារមីគឺពុទ្ធសាសនាហ្នឹងណាតែយើងមានវងណាវងនាគធំហ្នឹងគឺព្រះសម្មាសម្ពុទ្ធហ្នឹងមានតែនាគហ្នឹងទេដែលអាចមានកូនសោហ្នឹងបើកអត្តកំបាំងពិភពលោកបានឬក៏បើកអត្តកំបាំងប្រាសាទថ្មបានគឺកូនសោដែលជានិមិត្តរូបប្រាសាទបាយ័នហ្នឹងដែលបាយ័នហ្នឹងមានតែក្បាលណាមានតែក្បាលមានតែបកេសាបាត់ខ្លួនណាដោយសារចាញ់ប្រស្នាដោយសារចាញ់ភ្នាល់ចាញ់ការភ្នាល់ជាមួយនឹងធម្មបាលហ្នឹងធ្វើឲ្យបិតាព្រំមេដាព្រំលោកបាត់ខ្លួននៅសល់តែសេរីសាតែយើងអត់បានឆ្ងល់ថាតើធម្មបាលជាអ្នកណាយើងអត់បានឆ្ងល់ធម្មបាលនៅក្នុងជាដកលោកបានបញ្យលព្រះសម្មាសម្ពុទ្ធព្រះអង្គបានយកធម្មបាលជាដកមកនៅត្រាស់សម្ដែងណាបញ្យលទៅដល់ព្រះពុទ្ធបិតាគឺព្រះបាទសុទ្ធោទនៈណាពេលដែលសម្ដែងធម្មបាលជាដកចប់ព្រះសុទ្ធោទនៈលោកបានសម្រេចជាព្រះអនាគាមិបុគ្គលហេតុអីបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅធម្មបាលជាដកព្រោះព្រះអង្គចង់ឲ្យ
ព្រះបិតានឹងយល់ថាព្រះបិតាមិនមែនមិនជឿតែនៅក្នុងពេលនេះទេគឺមិនជឿតាំងពីក្នុងជាដកធម្មបាលនោះព្រោះអីពេលដែលព្រះអង្គធ្វើទុក្ខករកិរិយាពេលនោះទេវតាបានមកប្រាប់ព្រះសទ្ធុតនៈថាបុត្ររបស់ព្រះអង្គបានសគត់ទៅហើយណាបានស្លាប់ទៅហើយតែពុទ្ធបិតាលោកមិនជឿទេព្រោះលោកថាបុត្ររបស់ខ្ញុំណាបើមិនបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធគឺមិនអាចសគត់បានមិនអាចបរិនិព្វានបានទេមិនអាចសគត់ទេព្រោះសំណនោះព្រះអង្គមិនតាន់ត្រាស់ដឹងមិនអាចដឹងថានិព្វានជាអ្វីទេពេលហ្នឹងហើយទៅព្រះសម្មាសម្ពុទ្ធព្រះអង្គទាញយកធម្មបាលជាដកមកសម្ដែងប្រោសពុទ្ធបិតាណាដើម្បីអីដើម្បីឲ្យព្រះអង្គបានសម្រេចនៅមគ្គជាន់ទី3គឺព្រះអនាគាមិបុគ្គលពេលដែលព្រះអង្គសម្ដែងនៅធម្មបាលជាដកនឹងចប់ព្រះអង្គប្រកាសនៅអរិយសច្ចៈនោះពេលនោះព្រះសទ្ធុតនៈជាព្រះពុទ្ធបិតាបានសម្រេចនៅព្រះអនាគាណាតែរឿងធម្មបាលនៅក្នុងជាដកយើងដឹងថាមាននៅក្នុងគម្ពីរព្រះពុទ្ធសាសនាចុះធម្មបាលណាធម្មបាលរឿងខ្មែរយើងទៅវិញតើមាននៅក្នុងគម្ពីរណាក្នុងព្រហ្មញ្ញសាសនាក៏មិនមានណាក្នុងពុទ្ធសាសនាក៏មិនមានតែហេតុអីបានលោកដាក់ថាធម្មបាលតែអ្នកនៅមកដោះប្រស្នា